សូមជូនរឿងកូនដំរីតូចដែលចេះអរគុណនៅក្នុងព្រៃដ៏ស្រស់ស្អាតមួយមានដំរីតូចមួយឈ្មោះដូដូវាចូលចិត្តលេងសប្បាយនិងតែងតែបើកចិត្តជាមួយសត្វទាំងអស់ថ្ងៃមួយដំរីដូដូវាបានដើរចេញពីម្ដាយដើម្បីស្វែងរកផ្លែឈើស្រស់ៗដើម្បីញ៉ាំក៏ប៉ុន្តែវាបានដើរឆ្ងាយពេកវាបានវង្វេងផ្លូវបានដើរចូលទៅក្នុងលំនៅរបស់សត្វល្អិតនិងបានជាប់នៅក្នុងភក់វាប្រឹងចេញណាស់ក៏ប៉ុន្តែជើងរបស់វាបានជាប់ដើមមិនរួចវាបានរអូសហើយស្រែកថាអូយអូយអូយខ្ញុំជាប់ហើយណាក៏បានដែរជួយខ្ញុំផងនៅក្បែរនោះមានសត្វស្លាបតូចហើយក៏មានសត្វស្លាបមួយបានឃើញវាសត្វស្លាបនោះបាននិយាយថាយើងតូចក៏ប៉ុន្តែយើងអាចជួយបានពួកវាក៏បាននាំគ្នាហៅមិត្តមកជួយដូចជាសត្វស្រមោចកង្កែបនិងកណ្ដុរពួកវានាំគ្នាជួយកែកដីយកស្លឹកឈើនិងយកតាក់ដើម្បីជួយរំដោះដំរីចេញពីភក់បន្ទាប់ពីពេលមួយវាចេញបានហើយដូដូសប្បាយចិត្តជាខ្លាំងវាបាននិយាយថាសូមអរគុណមិត្តទាំងអស់ដែលបានជួយមកខ្ញុំថ្ងៃក្រោយនៅពេលដែលមេឃភ្លៀងធ្លាក់សត្វស្រមោចជាប់នៅក្នុងទឹកដូដូបានចាប់ទុកពួកគេគឺជាមិត្តហើយក៏បានរត់ទៅជួយវាបានយកស្លឹកឈើធំដើម្បីគ្របដណ្ដប់មិត្តសត្វរបស់វាសត្វស្រមោចនិយាយថាសូមអរគុណដូដូអ្នកមិនភ្លេចមិត្តទេដូដូញញឹមហើយបាននិយាយថាមិត្តពិតប្រាកដគឺមិនភ្លេចគ្នានោះទេទោះបីជាតូចឬក៏ធំយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកសត្វទាំងអស់បានរស់នៅជុំគ្នានិងបានសុភមង្គលពួកវាគឺតែងតែជួយគ្នានៅក្នុងគ្រាលំបាកសារៈសំខាន់នៃរឿងនេះផងដែរបានបង្រៀនកុមារថាត្រូវតែចេះអរគុណចំពោះអ្នកដែលជួយយើងកុំមើលងាយអ្នកដទៃទោះបីជាតូចឬក៏ធំយ៉ាងណាក៏ដោយព្រោះពួកគេអាចជួយពួកយើងបាននៅពេលមានគ្រាអាសន្នការចេះជួយគ្នាការស្រឡាញ់រាប់អានគ្នាគឺធ្វើឲ្យពិភពលោកកាន់តែស្រស់ស្អាតទៅទៀត